ខ្ញុំបងសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យទាំង3ដោយសេចក្តីគោរពចាស់ថ្លាកោតក្រែងយ៉ាងក្រៃលែងនៃខ្ញុំព្រះអង្គក្រាបថ្វាយបង្គំចំពោះព្រះសង្ឃធេរៈគ្រប់ព្រះអង្គទាំងអស់ទាំងដោយចិត្តចាស់ថ្លានិងសូមកាយញាតដើម្បីបានឱកាសក្នុងការសម្ដែងពធធ្វើស្ដីរាប់អានចំពោះលោកអ្នកមានអាយុគ្រប់ព្រះអង្គទាំងអស់ទាំងដោយចិត្តចាស់ថ្លាចម្រើនពរចំពោះបានសកបានសកាពងមាទាំងអស់គ្នារួមជាមួយនឹងសាសានុសិស្សដែលបានចូលរួមរាប់ក្នុងការបំពេញបុណ្យថ្ងៃឧបោសថសិលនេះគឺថ្ងៃ14រោចខែស្រាបពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី23ខែ8ឆ្នាំ2025ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យវត្តឧត្តរវេរីកូនត្រីយើងក៏ប្រឹងប្រែងព្យាយាមអស់យប់នៅថ្ងៃដើម្បីថាឲ្យបានរស់នៅក៏ត្រូវប្រកបកិច្ចការងារផ្សេងហើយក៏យកជីវិតដែលមានប្រមាណតិចតួចហ្នឹងមកប្រើប្រាស់ក្នុងការធ្វើនៅកុសលធម៌ព្រោះជីវិតនេះគឺប្រសិនបើថាចង់ឲ្យសនុកស្រុកស្រួលហ្នឹងគឺมันអាចទេព្រោះជីវិតដែលមានមកហើយក៏រមែងត្រូវជួបប្រសពនៅសេចក្តីទុក្ខហើយសេចក្តីទុក្ខដែលត្រូវជួបប្រសពហ្នឹងក៏រមែងប្រព្រឹត្តទៅសម្បូរបែបមានប្រការផ្សេងហើយសត្វខ្លះដែលបានកំណើតនៅក្នុងអបាយភូមិហ្នឹងក៏ដល់នៅសេចក្តីទុក្ខតាំងតើពីការកើតរហូតទៅទល់គ្នាជាមួយនឹងសេចក្តីស្លាប់ព្រោះតែកើតនៅក្នុងកំណើតដែលជាអបាយភូមិដែលមានកំណើតនរកជាដើមហ្នឹងហើយកំណើតជាមនុស្សនេះក៏មិនមាននៅសេចក្តីទុក្ខទេក៏ប៉ុន្តែសេចក្តីទុក្ខហ្នឹងគឺយើងពោលបានថាក្រនបើជាងសត្វក្នុងអបាយភូមិដែរហើយការពិចារណាឃើញភ័យនៅក្នុងកំណត់អបាយភូមិនេះក៏ជាហេតុដើម្បីឲ្យប្រឹងប្រែងបណ្ដោះឆន្ទៈគឺសេចក្តីពេញចិត្តនៅក្នុងកុសលធម៌រឹងរឹតតែក្រៃលែងឡើងព្រោះវាជាសង្វេគវត្ថុជាទីតាំងនៃសេចក្តីតក់ស្លុតជាទីតាំងនៃសេចក្តីសង្វេគរួមជាមួយនឹងការរលឹកដល់ជាតិជារាព្យាធិមរណៈហើយនឹងសេចក្តីទុក្ខដែលកាត់ចេញអំពីការស្វែងរកអាហារក៏ជាសង្វេគវត្ថុគឺជាទីតាំងនៃសេចក្តីតក់ស្លុតជាទីតាំងនៃសេចក្តីសង្វេគហើយក៏នឿយណាយនៅក្នុងភពជាតិកំណើតតែកើតហើយក៏ត្រូវជួបប្រសពនៅសេចក្តីលំបាកត្បិតថាការបានជីវិតនោះគឺមិនមែនកើតមកក៏ជួបនៅសេចក្តីទុក្ខសុទ្ធទេគឺក៏មានអានិសង្សត្រង់ថាសុខហើយនឹងសោមនស្សនេះគឺជាអានិសង្សរបស់ខណ្ឌដែលកើតមកហើយក៏ព្រោះតែសុខសោមនស្សនេះឯងដែលធ្វើឲ្យសត្វទាំងឡាយហ្នឹងវង្វេងព្រោះតែវង្វេងនឹងឯងក៏ជាហេតុនៃការធ្វើទុច្ចរិតមានប្រការផ្សេងដោយការស្រវឹងនៅក្នុងវ័យគិតថាខ្លួននៅក្មេងមិនទាន់ស្លាប់ទេក៏ជាហេតុនៃការធ្វើទុច្ចរិតឬក៏ដូចការស្រវឹងនៅក្នុងការមិនមានរោគឬក៏ស្រវឹងនៅក្នុងជីវិតម្ល៉េះហើយក៏ជាហេតុនៃការធ្វើទុច្ចរិតមានប្រការផ្សេងតាមផ្លូវ
កាយខ្លះតាមផ្លូវវាចាខ្លះនិងតាមផ្លូវចិត្តខ្លះនេះព្រោះតែសេចក្តីស្រវឹងយ៉ាងណាមិញចំពោះសោកសមមនោដែលជាអានិសង្សរបស់ខណ្ឌនេះក៏ដូចគ្នាព្រោះតែសេចក្តីស្រវឹងនៅក្នុងសុខដែលមានប្រមាណតិចតួចស្រវឹងនៅក្នុងសមមនោដែលមានប្រមាណតិចតួចហើយក៏ពង្វេងរហូតផ្លេចសេចក្តីទុក្ខពង្វេងរហូតទៅធ្វើទុច្ចរិតដែលជាអំពើបាបតាមផ្លូវកាយតាមផ្លូវវាចាហើយនិងតាមផ្លូវចិត្តទាំងដែលខ្លួនហ្នឹងគឺមិនទាន់ផុតអំពីសេចក្តីទុក្ខព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីសន្តិបទគឺព្រះនិព្វានដែលមិនមាននៅសេចក្តីទុក្ខគ្រប់ប្រការត្រង់ថាជាការរំលត់នៅសេចក្តីទុក្ខដោយមិនត្រឡប់កើតវិញវាខុសអំពីសេចក្តីសុខដែលកើតចេញអំពីវត្ថុកាមព្រោះសត្វលោកទូទៅក៏តែងសន្មតថាខ្ញុំបានរោគនេះបាននៅសេចក្តីសុខខ្ញុំបាននៅសំឡេងនេះក៏បាននៅសេចក្តីសុខឬក៏បាននៅក្លិនរសសម្ផស្សនឹងហើយក៏បាននៅសេចក្តីសុខហើយសេចក្តីសុខដែលកើតចេញអំពីវត្ថុកាមដូច្នេះក៏គិតថាជានិព្វានរបស់ខ្លួនក្នុងកាលជាបច្ចុប្បន្នតថធម្មនិព្វាននឹងក៏ជាទិដ្ឋិមួយប្រការក្នុងបដាទិដ្ឋិ62ដែលមានការប្រកាន់ហ្នឹងណាទាំងដែលសោកសមមនោហ្នឹងគឺសោកសមមនោដោយអំណាចនៃលោភៈគឺការជាប់ជំពាក់សោះណាព្រោះតែលោភៈជាហេតុហ្នឹងឯងទើបសេចក្តីទុក្ខនឹងកើតឡើងព្រោះការហួងហែងជាហេតុព្រោះការលមោបលុបលន់ជាហេតុព្រោះការអាល័យជាហេតុព្រោះការចាប់ចម្ពាក់ជាហេតុទើបសេចក្តីទុក្ខនឹងឯងក៏កើតឡើងទុក្ខដែលប្រព្រឹត្តទៅតាមផ្លូវកាយនឹងក៏ដោយទុក្ខសហកតកាយវិញ្ញាណឬក៏ទុក្ខដែលប្រព្រឹត្តទៅតាមផ្លូវចិត្តតោមនោសសហកតាំងបដិខៈសម្បយុត្តតាំងហ្នឹងពេលខ្លះក៏វាជាអសង្ខារិកៈពេលខ្លះវាក៏ជាសសង្ខារិកៈសេចក្តីទុក្ខខ្លះកើតឡើងក៏កើតឡើងដោយអំណាចនៃការប្រព្រឹត្តធ្វើរបស់ខ្លួនឯងពេលខ្លះក៏អាស្រ័យអ្នកដទៃបបួលដឹកនាំទៅក៏សេចក្តីទុក្ខទោមនោនៅក្នុងចិត្តហ្នឹងក៏កើតឡើងថ្នាក់មិនរីករាយជាមួយនឹងអារម្មណ៍ដែលកំពុងជួបកំពុងប្រសពរូបហ្នឹងល្អទេក៏ប៉ុន្តែកើតការថ្នាក់មិនសប្បាយចិត្តជាមួយសំឡេងក្លិនរសសម្ផស្សក៏ដូចគ្នាជាទីប្រាថ្នាជាអត្ថារម្មណ៍ទេក៏ប៉ុន្តែព្រោះតែសេចក្តីក្រោធគឺទោសៈធម៌កើតឡើងហើយក៏ប្រទុះនៅក្នុងអារម្មណ៍នោះតែបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីធម៌8យ៉ាងដែលប្រព្រឹត្តទៅដើម្បីគ្របសង្កត់នៅទោសៈដែលបុគ្គលមាននៅទោសៈចរិតហ្នឹងគឺត្រូវចម្រើននៅព្រមវិហារ4ហើយនឹងវណ្ណៈកសិន4មានពណ៌ខៀវពណ៌លឿងពណ៌ក្រហមហើយនឹងពណ៌សនីលៈបៃតៈលោហិតៈហើយនឹងអោទាតៈហើយសម្រាប់ព្រមវិហារ4ក៏បានដល់មេត្តាករណាមុទិតានៅឧបេក្ខាធម៌8នេះគឺជាប្រកម្មដ្ឋានដែលប្រព្រឹត្តទៅដើម្បីគ្របសង្កត់នៅទោសៈធម៌ចំពោះបុគ្គលដែលមាននៅទោសៈចរិតម្ល៉េះហើយចរិយាគឺការប្រព្រឹត្តចេញមកក៏ទម្លាប់គឺក្រោតទៅតែម្ដងក៏បីមានធម៌នេះជាប្រកម្មដ្ឋានក្នុងការចម្រើនក្នុងការភាវនាប្រព្រឹត្តទៅដើម្បីការគ្របសង្កត់ប្រព្រឹត្តទៅដើម្បីការស្ងប់រងាប់ហើយក៏ជាហេតុនៃការបានសម្រេចនៅគុណវិសេសគឺឈានរហូតជាហេតុនៃការបានសម្រេចនៅមគ្គផលនិព្វានក៏ព្រោះតែប្រកម្មដ្ឋាននេះព្រោះប្រកម្មដ្ឋានដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយគឺកម្មដ្ឋានទាំងអស់នោះតែងតែគ្របសង្កត់នៅកិលេសធម៌មេរិយៈជាដើម
នឹងទី1ទី2គឺជាហេតុនៃការចម្រើនឡើងនៅកុសលធម៌កុសលធម៌ដែលមិនទាន់កើតក៏រមែងកើតកុសលធម៌ដែលកើតឡើងហើយក៏រមែងរឹងរឹតតែចម្រើនក្រៃលែងឡើងដល់អាស្រ័យបុគ្គលនោះជាអ្នកបានសែបចម្រើននៅបកម្មដ្ឋានដែលជាទីសបាយនឹងសំគួរដល់ចរិតរបស់ខ្លួនណាជាសបាយបកម្មដ្ឋានដែលជាបកម្មដ្ឋានជាទីសបាយដល់ខ្លួនដែលជាអ្នកមាននៅចរិតនោះដូច្នេះគឺព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់ត្រាស់សម្ដែងដល់បុគ្គលដែលជាអ្នកត្រូវហ្វឹកហាត់ខ្លួននឹងការទូមានចិត្តព្រោះរឿងនេះគឺត្រូវមកទាំងព្រមកាយក៏ត្រូវហ្វឹកហាត់ចិត្តក៏ត្រូវអប់រំព្រោះបុគ្គលដែលជាអ្នកដឹងច្បាស់នៅប្រយោជន៍ជ្រាបនៅប្រយោជន៍ក៏តែងតែជាអ្នកប្រាថ្នានៅប្រយោជន៍នោះព្រោះបានដឹងហើយរមែងចង់បានហើយការដែលអាចបានហ្នឹងគឺត្រូវតែមានការប្រព្រឹត្តគឺមិនមែនត្រូវច្រើនដោយការនិយាយជាងការធ្វើទេប៉ុន្តែធ្វើច្រើនជាងការនិយាយដោយបុគ្គលដែលជាវិតកចរិតអញ្ចឹងគឺมันច្បាស់លាស់នៅក្នុងអវ័យមួយមិនដាច់ស្រេចទៅនៅក្នុងអវ័យមួយជាអ្នកច្រើនដោយការនិយាយក៏ប៉ុន្តែការធ្វើតិចតួចនេះគឺជាបុគ្គលដែលជាអ្នកច្រើនទៅដោយវិតកចរិតយ៉ាងណាមិញដូចគ្នាគឺកាលណាប្រសិនបើជ្រាបនៅប្រយោជន៍ដឹងនៅប្រយោជន៍ហើយដូច្នេះគួរតែជាអ្នកប្រាថ្នាដើម្បីចង់បានក៏ប៉ុន្តែការដែលអាចទទួលបានគឺមិនមែនត្រូវមិនមានអ្វីក្នុងការចាប់កាន់យកឬក៏មិនមានអ្វីដែលត្រូវផ្លាស់ប្ដូរមកទេដូចយើងនិយាយក្នុងន័យថាចង់បានរបស់ free ហើយល្អទៀតរបស់ free មិនដែលល្អទេទាំងដែលរបស់ល្អក៏មិនដែល free ដែរគឺត្រូវតែមានការចំណាយណាដែលគេឲ្យយើងទៅទេហ្នឹងព្រោះរបស់ហ្នឹងវាអត់ប្រយោជន៍ទៅហើយនេះយើងនិយាយនៅក្នុងករណីមួយថាឲ្យដើម្បីតន្ទឹងនៅផលដែលគេត្រូវតបស្នងមកកាន់ខ្លួនវិញឲ្យដល់អំណាចនៃលោភៈធម៌ទៅបានលោភៈហើយនៅសទ្ធានេះគឺមានសភាពស្តីងគ្នាស្អាតរៀបរយល្អក៏ប៉ុន្តែលោភៈគឺតែងតែស្វែងរកនៅវត្ថុកម្មឯសទ្ធាគឺតែងតែស្វែងរកនៅគុណគឺពោលដល់អ្នកមានសិលជាដើមឬក៏ចង់ស្ដាប់នៅពធឬក៏ចង់ធ្វើទាននេះគឺជាលក្ខណៈរបស់បុគ្គលដែលមានសទ្ធាហើយរមែងមិនជាប់ចម្ពាក់នៅក្នុងអារម្មណ៍វាខុសអំពីលោភៈណាគឺឲ្យអ្វីណាដែរក៏ប៉ុន្តែតែងតែតន្ទឹងនៅផលតបស្នងចេញអំពីវត្ថុនោះដើម្បីខ្លួនវិញនឹងលោភៈប៉ុន្តែសម្រាប់ពុទ្ធបរិស័ទដែលជាអ្នកធ្វើទានរៀបចំនតយធម៌ផ្សេងថ្វាយដល់ព្រះសម្មាសម្ពុទ្ធបូជាពធឬក៏ប្រគេនដល់ព្រះភិក្ខុសង្ឃនោះមិនមែនជាលោភៈធម៌ទេក៏ប៉ុន្តែជាសទ្ធាជាចាកៈព្រោះឲ្យដោយប្រាថ្នានៅសេចក្តីសុខដល់លោកអ្នកដែលជាបដិគិហកៈនិងប្រាថ្នានៅការរំលត់ទុក្ខតែម្យ៉ាងទោះថាអ្នកទទួលនោះដឹងគុណក្តីមិនដឹងគុណក្តីអាហ្នឹងក៏ជារឿងរបស់អ្នកទទួលតែអ្នកធ្វើគឺមានសិទ្ធិត្រឹមថាចង់បានបុណ្យ
ហើយបននឹងឯងគឺជាវត្ថុដែលត្រូវប្រើប្រាស់ដើម្បីដោះដូរជាមួយនឹងសម្បត្តិដែលជាសុគតិឬក៏សេចក្តីសុខក្នុងការជាបច្ចុប្បន្ននិងអនាគតទៅរហូតទៅដោះដូរជាមួយនឹងព្រះនិព្វានព្រោះព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គត្រាស់សម្ដែងអំពីទីផ្សារនៅក្នុងសាសនារបស់ព្រះអង្គដែរហើយអ្នកតែងទាំងឡាយគឺប្រៀបដូចជាពុទ្ធបរិស័ទអញ្ចឹងណាអ្នកលក់ក៏ប្រៀបដូចជាព្រះសម្មាសម្ពុទ្ធព្រះធម៌ក៏ដូចជាព្រះសង្ឃអញ្ចឹងហើយក៏ត្រូវចំណាយទ្រព្យគឺការធ្វើទានដើម្បីបាននៅវត្ថុដែលយើងត្រូវការហើយទាំងដែលសម្បត្តិគឺមនុស្សទេវតារហូតដល់ការត្រាស់ដឹងព្រះនិព្វានហ្នឹងក៏រមែងសម្រេចបានព្រោះការទិញដូររបស់យើងនេះក៏ជាការប្រៀបធៀបដើម្បីបានការយល់ចូលចិត្តហើយសំខាន់នោះគឺធ្វើដោយសេចក្តីជ្រះថ្លាព្រោះយើងបានដឹងថាការធ្វើទានដល់បុគ្គលណាការធ្វើទានដល់បុគ្គលនោះឈ្មោះថាល្អទាំងអស់ឲ្យតែចិត្តយើងជ្រះថ្លាទោះថាអ្នកសុំទានក៏ដោយអ្នកលំបាកតោកយ៉ាក៏ដោយគឺសុទ្ធតែល្អទាំងអស់ក៏ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងត្រឹមថាប្រសិនបើឲ្យដល់អ្នកមានសិលបានបន់ច្រើនជាងហើយក៏មិនមែនបដិសេធថាមិនគូឲ្យដល់អ្នកសុំទានស្មោមយាយចកទាំងអស់នោះមិនមែនទេគ្រាន់តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាប្រសិនបើឲ្យដល់អ្នកមានសិលបានបន់ច្រើនជាងអញ្ចឹងរឿងយើងឲ្យមិនឲ្យរឿងយើងធ្វើមិនធ្វើអានោះជាសិទ្ធិរបស់យើងគ្រាន់តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងប្រាប់ថាបើធ្វើទានចំពោះអ្នកមានសិលគឺបានបន់ច្រើនជាងរមែងមានផលច្រើនមានអានិសង្សច្រើនហ្នឹងក៏បរិជាព្រះបាទបសិណតិកុសលដែលបានក្រាបទូលសួរចំពោះព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ត្រាស់សម្ដែងឆ្លើយត្រង់ចំណុចហ្នឹងទាំងអស់នេះក៏លើកឡើងចង់បញ្ជាក់ថាมันមានអ្វីបានមកស្រួលស្រួលទេទោះថាសម្បត្តិនៅក្នុងโลกនេះក៏ដោយកំណើតជាមនុស្សទៀតនេះក៏ដែររហូតមកកំណើតជាទេវតារហូតដល់ការបានសម្រេចនៅមគ្គផលនិព្វានគឺមិនមែនបានមកដោយធូស្រួលស្រួលងាយងាយនោះទេយើងពិចារណាត្រឹមប្រប៉ុណ្ណេះថាសម្បត្តិដែលយើងបានមករាល់ថ្ងៃក្នុងការប្រើប្រាស់តើយើងហត់ប្រប៉ុណ្ណាដើម្បីបានមកនេះក៏ល្មមយើងអាចពិចារណាឃើញបានថានេះត្រឹមសម្បត្តិដែលយើងប្រើប្រាស់រាល់ថ្ងៃនេះហត់ប្រប៉ុណ្ណឹងទៅហើយចុះការបានកំណត់ជាមនុស្សការបានកំណត់ជាទេវតារហូតដល់ការបានសម្រេចនៅមគ្គផលនិព្វានតើត្រូវចំណាយកម្លាំងហត់ប្រប៉ុណ្ណាព្រោះរឿងនេះមិនមែនជារឿងបន់ស្រន់ដើម្បីបានទេណាមិនមែនជារឿងអង្វរកសុំដើម្បីបានទេណាប្រសិនបើថាយើងអង្វរបានសុំបានបន់បានក៏គ្មាននរណាទៅកើតនៅក្នុងអបាយភូមិក៏គ្មាននរណាត្រូវរងនៅសេចក្តីទុក្ខក៏គ្មាននរណាក្រលំបាកតោកយ៉ាដែរលោកនេះក៏មានតែការសន្តិភាពឬក៏មានតែការព្រមព្រៀងគ្នាមិនវិវាទគ្នាទៅវិញទៅមកជាពិភពលោកដែលពេញពោទៅដោយសេរីសួស្តីណានេះប្រសិនបើថាយើងបន់បានហើយយើងអង្វរក៏បានសុំបានណាក្នុងករណីហ្នឹងទៅបានលើកមកថាអ្វីក៏ដោយគឺតើតើមានការដោះដូរតើតើមានការដោះដូរយ៉ាងណាមិញប្រសិនបើយើងចង់បាននៅគុណធម៌ក៏ត្រូវតែជាអ្នកសមាទានធម៌ហើយត្រូវដោះដូរដោយថាលះបង់នៅសេចក្តីសប្បាយក្នុងវត្ថុកាមទាំងឡាយហើយមកត្រេកអររីករាយនៅក្នុងព្រះធម៌វិញទើបយើងអាចសម្រេចនៅគុណធម៌ទៅបាននឹងក៏ត្រូវដោះដូរដែរត្រូវលះវត្ថុកាមហើយមកស្វែងរកគុណវិញគឺគុណធម៌ទើបអាចចម្រើនទៅដោយគុណធម៌
haiប្រសិនបើចង់សម្រេចមគ្គផលនិព្វានក៏ត្រូវតែដោះដូរដែរគឺលះបង់លោកនេះដែលជាលោកិយធម៌ត្រូវដោះដូរអញ្ចឹងទៀតណាទៅយើងអាចសម្រេចនៅលោកុត្តរធម៌បានហើយយើងព្រមទេពិចារណាខ្លួនឯងទៅហើយអ្វីជាលោកិយធម៌និយាយដោយន័យបរមត្ថក៏លោកិយចិត្ត81ចិត្តសឹក52រូប28និយាយដោយបញ្ញត្តិមានអីជាដើមមានទ្រព្យសម្បត្តិជាដើមនេះគឺជាលោកិយធម៌ព្រោះហេតុដូច្នោះនេះគឺជាការដោះដូរប៉ុន្តែប្រសិនបើយើងពិចារណាឃើញថាលោកុត្តរធម៌គឺជាសុខធំហើយលោកិយធម៌គឺជាសុខតូចហើយជាប្រយោជន៍ដ៏ធំធេងដូច្នេះតែយើងព្រមដូរទេឬមួយក៏ចាំពិភាក្សាជាមួយគ្រួសារសិនឬមួយក៏សុំពេលគិតសិនណាឧបមាថាដូចមនុស្សម្នាក់គាត់យកដុំមាសមកដូរជាមួយដុំថ្មយើងអញ្ចឹងណាហើយយើងប្រាប់ថាសុំពេលគិតសិនទាំងតែគេនឹងយកដុំមាសមកដូរជាមួយនឹងដុំថ្មដែលយើងកំពុងកាន់ហ្នឹងហើយយើងប្រើពាក្យថាសុំពេលគិតមើលសិននេះតែយើងនឹងឆោតល្ងងប៉ុណ្ណាណាដូច្នេះគឺបណ្ឌិតដែលចន្ទៈមានប្រាជ្ញាកាលណាប្រសិនបើជ្រាបនៅប្រយោជន៍ដូច្នេះហើយក៏បីជាអ្នកប្រព្រឹត្តខ្លួននៅក្នុងគុណធម៌ទាំងឡាយនេះគឺជាអ្នកដែលអង្អាចជាអ្នកត្រង់ជាអ្នកស្មោះត្រង់ជាអ្នកប្រដៅងាយជាបុគ្គលទន់ភ្លន់ហើយជាអ្នកដែលមិនប្រកាន់ខ្លួនណាពាក្យពេញហ្នឹងគឺអ្នកដឹងសន្តបទបទដែលស្ងប់គឺព្រះនិព្វានហ្នឹងក៏បីធ្វើសិក្ខា3ណាអ្នកឆ្លាតក្នុងប្រយោជន៍ក៏បីធ្វើសិក្ខា3នោះអ្នកឆ្លាតក្នុងប្រយោជន៍ក៏បីជាអ្នកអង្អាចជាអ្នកត្រង់ជាអ្នកស្មោះត្រង់ជាអ្នកប្រដៅងាយជាអ្នកទន់ភ្លន់ជាអ្នកដែលមិនប្រកាន់ខ្លួនទាំងអស់ប្រមាណ1 2 3 4 5 6ហើយធម៌6យ៉ាងហ្នឹងយើងមានទាំងអស់ឬមួយក៏មានណាមួយឬមួយក៏អត់សោះទី1ជាអ្នកអង្អាចទី2ជាអ្នកត្រង់ទី3ជាអ្នកស្មោះត្រង់ទី4ជាអ្នកប្រដៅងាយទី5ជាអ្នកទន់ភ្លន់ហើយទី6ជាអ្នកមិនប្រកាន់ខ្លួនហើយពុទ្ធបរិស័ទយើងពិចារណាមើលមានទីប្រមាណខ្លះឬមួយក៏មានទាំងអស់ចឹងបើខាត់ខ្លួនណាឲ្យមានទាំងអស់មកមិនពិបាកចាំទេណាជាអ្នកអង្អាចជាអ្នកត្រង់ជាអ្នកស្មោះត្រង់ជាអ្នកប្រដៅងាយជាអ្នកទន់ភ្លន់ហើយនឹងជាអ្នកដែលមិនប្រកាន់ខ្លួនណាហ្នឹងក៏មិនអធិប្បាយអីទៅទេក៏ពុទ្ធបរិស័ទយើងបានជ្រាបហើយហ្នឹងហើយលំដាប់តទៅក៏នៅបានរតនានៅក្នុងភិយសោតពាក្យថាភិយសោតគឺប្រសូតដែលនិយាយអំពីភ័យហើយភ័យហ្នឹងក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងដល់ភ័យ3យ៉ាងជារាភ័យភ័យព្រោះជារាព្យាធិភ័យភ័យព្រោះព្យាធិមរណភ័យភ័យព្រោះសេចក្តីស្លាប់ពុទ្ធបរិស័ទយើងពេលដែលជារាគ្របសង្កត់ហើយភ័យទេភ័យណាហើយបើមិនភ័យទៅកន្លែងកែសម្ផស្សធ្វើអីចឹងមែនទេហ្នឹងហើយបើមិនភ័យលៀបលូនធ្វើអីហ្នឹងឯងគឺជារឿងដែលយើងឃើញជាក់ស្ដែងផ្ទាល់ភ្នែកហើយពេលដែលជំងឺអាពាធគ្របសង្កត់ហើយភ័យទេភ័យមិនភ័យយ៉ាងម៉េចឈឺភ្លាមទៅពេទ្យភ្លាមនឹងឯងខ្លាចអីខ្លាចស្លាប់ណារហូតផ្ដាំលោកគ្រូពេទ្យថាលោកគ្រូពេទ្យអស់ប្រមាណក៏អស់ទៅឲ្យតែខ្ញុំជាអញ្ចឹងប្រសិនបើជាជំងឺដែលអាចព្យាបាលបានពេទ្យក៏គាត់នឹងព្យាយាមអស់ពីសមត្ថភាពនឹងឯងប៉ុន្តែបើជំងឺចាស់ហើយព្យាបាលជាទេអាយុ110ឆ្នាំហើយឲ្យពេទ្យព្យាបាលជាទេមើលទៅហ្នឹងហើយ
chẳng có bệt có bạp vây nâng ai thà nhóm chia ba mình chia tê chẳng có đặc quạt từ vọt hái có quạt sạp thô riêng thô tư thua tiền phong nên chỉ ca đam nhai chẳng rồi tôi mình ta bà bần nâng ai nè chấm ngữ ai tập chia ba chia là về chấm ngữ cha này cứ chia ba mình chuyện nó có chia pay mỗi đại rồi tập pay nâng hái từ từ rồi pay nâng hai tiệm bấy cứ mẹ là pay project để làm bật bát sát dương pe đã đăng thà khuôn tự làm hai pay đấy bật bát sát thà pay để cho lôm cha pay đấy pay nâng pay hay tăng óc này anh cứ presama sam bột bỏ sam đài chỉ sự đề sầm khăn đó con bây giờ sồn có bàn đá có bỏ trồng priệp ví dụ á tiệt tôn rừng côn hay năng mà đai nó con bị đọ lên xa sợ mùi nè tâm bò lên mùi rồi cao sợ mùi mình yêu bị khó tương lai bật thổi chôn mình chết đăng rồi mình bầu thả mía ta bọt tất cả pay đa bịa đa mình bán khơi bọt mình bán khơi bịa đa đấy miền bầy giang đa mình bán khơi kia từ bên từ màu rồi viên mà đai hay năng cồn đấy cứ đây này tham mình ai cà phê kia từ bên từ màu ban năng cứ ta cả thao lập bình cho mình khơi nhầm mấy tới cứ mình đây tham mình ai cà phê cứ mà đài nó có mình ai cà phê cồn nó có mình ai cà phê mà đài bên là hỏi có ca chỉ pay bay giang đôi mà đành mà nhiều bị khó tăng lạiสมัยđại miên cầm đầu lớn thom tàng làng mà nhiều bị khó tăng lại cao ba cầm đầu lớn thom tàng làng hỏi nè sọc có cái đau nè nị côm có cái đau nè nó cô có cái đau đói phượng nụ cao ba nè sọc cái đau nè nị côm cái đau nè nó cô cái đau bịa đà có mặt bàn khơi côn tàng côn có mặt bàn khơi bịa đà khổng ca đài kỵ phầy cả làng đồ hay xích đây nắng còn đầy tròn thế rồi về đà cả kỵ phầy bột bò sạt dưỡng cả ban sẽ hay nó nè phầy đà cả cho nhầm bị phơi nè ngòm ao mà đại prot côn prot mà đại côn tôi đây khổng tè tư hay mà đại có salon slow rọt chào côn màu cào tư cả mỏ có miếng mà đầy bình tới còn được hơi thà ấy plek côn được nòng téแต่ดับเพลิงnó còn bông chay chỗ tao có mình ruồi có ban đặc cả sải dòng pi tao càng cao năng ạ đặc cả chạy nhầm pi kỳ payคือpay đặc cả chạy nhầm piเพลิงhay còn đây tròn tế một bò sạt dưỡng của ai chỉ ban mình đều pi kho từng lại bật thôi chôn đẹp mình chạy đằng tai pol thà để chia bia ta bật tất cả pay tỉ mùi mà nếu bị khó từng lại mùi tiết sớm mai đại mà hà mê tăng lang cứ bằng ổ phèn ao lệ cho mà nếu bị khó từng lại cao ba mà hà mê bằng ổ phèn lệ cho anh lông tật thông rồi mình cao prom cao ba chấm nón thông cao prom hải nẹt sọc rồi mình rồi sát tư nẹt được com rồi mình rồi sát tư nẹt nô cô rồi mình rồi sát tư đòi tật nụ cao ba nẹt sọc rồi sát tư nẹt được com rồi sát tư nẹt nô cô rồi sát tư mía đa có mặt bàn khơi côn tiền côn có mặt bàn khơi mía đa nông pe đã u tất cả thầy cả làng đâu năng pe tật chấm non pe tật chấm non mà nếu bị khó từng lại và thôi chôn nẹt mình chạy đằng rồi mình bổ thà đi chia mía ta bọt tất cả thầy tỷ pìเอาไว้ได้เยอะแต่จับที่จำเลยสำคัญคือปฐอยจนเนี่ยมันจะดังโปรปฐอยจนเนี่ยมันจะดังนี่คือตายสนามอดถาภัยนั่นแหละคือเปรดามาได้มันบานเคยโกนเปรดาโกนมันบานเคยมาได้ขนมเปรเพลิงแช่ขนมเปรตะเล็กคือปฐอยจนเนี่ยมันจะดังต่างอ๋อนู้ตายสนามอดถานั่นเองคือจะภัยmà nếu bị khó từng lại mùi vinh tiếtสมัยดามีน
អដវ័យសង្កោបភ័យគឺសេចក្តីកម្រើកចោលក្នុងដងព្រៃមានន័យថាពួកចោលចាញ់ប្លន់ណាពូអ្នកជនបទក៏នាំគ្នាឡើងកាន់ចក្រយានបរទៅមនាភិក្ខុទាំងឡាយកាលបើអដវ័យសង្កោបភ័យមានហើយពូអ្នកជនបទនាំគ្នាឡើងកាន់ចក្រយានបរទៅមេដាក៏មិនបានឃើញបុត្រទាំងបុត្រក៏មិនបានឃើញមេដាក្នុងការដែលអដវ័យសង្កោបភ័យកើតឡើងនោះនេះគឺនិយាយដល់ស្រុកនិគមដែលពពួកចៅទាំងឡាយហ្នឹងក៏លើកគ្នាមកដើម្បីមកប្លន់ម្លោះហើយក៏អ្នកស្រុកអ្នកនិគមទាំងឡាយហ្នឹងកាលណាប្រសិនមកដឹងហើយក៏រមែងនាំយកនៅវត្ថុសម្ភារៈប្រើប្រាស់ក៏ដូចជាក្រុមយើងទាំងឯងឡើងកាន់យានហើយក៏ធ្វើដំណើររត់ចេញទៅក៏ប៉ុន្តែក្នុងការនោះម្ដាយក៏ប្រត់កូនកូនក៏ប្រត់ពីម្ដាយពលគឺមិនបានឃើញគ្នាទៅវិញទៅមកក៏កើតនៅការភ័យឡើងនេះក៏ជាភ័យមួយដែលពុទ្ធជនមិនបានចេះដឹងសន្មតថាជាភ័យមួយដែរក្នុងបរ្យាភ័យទាំង3ហ្នឹងមនាលភិក្ខុទាំងឡាយពុទ្ធជនអ្នកមិនចេះដឹងតែងពោលថានេះជាអមេតាបតកភ័យទី3មនាលភិក្ខុទាំងឡាយពុទ្ធជនអ្នកមិនចេះដឹងតែងពោលថាអមេតាបតកភ័យមាន3យ៉ាងនេះឯងមនាលភិក្ខុទាំងឡាយពុទ្ធជនអ្នកមិនចេះដឹងរមែងពោលនៅសមេតាបតកភ័យភ័យដែលមេដានបុត្រនៅឃើញគ្នាបានឃើញគ្នាបានឃើញខ្លះវាមិនទាំងអស់នៃខាងដើមក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងដោយការមិនឃើញសោះតែនៃទីពីរនេះគឺព្រះអង្គទ្រង់ត្រាស់សម្ដែងថាឃើញដែរក៏ប៉ុន្តែឃើញខ្លះការមិនឃើញខ្លះឬឃើញខ្លះនឹងឯងគឺវានាំមកនៅភ័យដែរណាមនាលភិក្ខុទាំងឡាយពុទ្ធជនអ្នកមិនចេះដឹងរមែងពោលនៅសមេតាបតកភ័យភ័យដែលមេដានិងបុត្រនៅឃើញគ្នាបានថាជាអមេតាបតកភ័យភ័យដែលមេដានិងបុត្រមិនបានឃើញគ្នានេះមាន3យ៉ាងភ័យ3យ៉ាងតើដោយម្ដេចមនាលភិក្ខុទាំងឡាយសម័យដែលមានកម្ដៅភ្លើងធំតាំងឡើងមនាលភិក្ខុទាំងឡាយកាលបើកម្ដៅភ្លើងធំតាំងឡើងហើយអ្នកស្រុកក៏ក្ដៅអ្នកនិគមក៏ក្ដៅអ្នកនគរក៏ក្ដៅដោយភ្លើងនោះកាលបើអ្នកស្រុកក្ដៅអ្នកនិគមក្ដៅអ្នកនគរក្ដៅសម័យនោះជួនកាលមេដាបានឃើញបុត្រក៏បានឃើញមេដាខ្លះមនាលភិក្ខុទាំងឡាយពុទ្ធជនអ្នកមិនចេះដឹងរមែងពោលនៅសមេតាបតកភ័យនេះថាជាអមេតាបតកភ័យទី1មនាលភិក្ខុទាំងឡាយមួយទៀតសម័យដែលមានមហាមេឃបង្អុរឡើងគឺបង្អុរភ្លៀងមនាលភិក្ខុទាំងឡាយកាលបើមហាមេឃបង្អុរភ្លៀងហើយចំនួនធំក៏កើតឡើងកាលបើចំនួនទឹកធំកើតឡើងហើយពួកអ្នកស្រុកក៏រសាត់ទៅអ្នកនិគមក៏រសាត់ទៅអ្នកនគរក៏រសាត់ទៅដោយទឹកទាំងនោះកាលបានអ្នកស្រុករសាត់ទៅអ្នកនិគមរសាត់ទៅអ្នកនគររសាត់ទៅសម័យនោះជួនកាលមេដាក៏បានឃើញបុត្រក៏បានឃើញមេដាខ្លះមនាលភិក្ខុទាំងឡាយពុទ្ធជនអ្នកមិនចេះដឹងតែងពោលនៅសមេតាបតកភ័យនេះថាជាអមេតាបតកភ័យទី2មនាលភិក្ខុទាំងឡាយមួយទៀតសម័យដែលមានអដវ័យសង្កោបភ័យពួកអ្នកជនបទក៏នាំគ្នាឡើងកាន់ចក្រយានបកទៅមនាលភិក្ខុទាំងឡាយមួយវិញទៀតកាលបើអដវ័យសង្កោបភ័យមានហើយពួកអ្នកជនបទក៏នាំគ្នាឡើងកាន់ចក្រយានបកទៅសម័យនោះជួនកាលមេដាក៏ឃើញបុត្រក៏បានឃើញមេដាខ្លះមនាលភិក្ខុទាំងឡាយពុទ្ធជនអ្នកមិនចេះដឹងតែងពោលនៅសមេតាបតកភ័យនេះថាជាអមេតាបតកភ័យទី3មនាលភិក្ខុទាំងឡាយពុទ្ធជនអ្នកមិនចេះដឹងរមែងពោលនៅសមេតាបតកភ័យ3យ៉ាងនេះឯងថាជាអមេតាបតកភ័យមនាលភិក្ខុទាំងឡាយអមេតាបតកភ័យនេះមាន3យ៉ាង
អមេតាបតកៈភ័យ3យ៉ាងតើដូចម្ដេចគឺជារាភ័យភ័យព្រោះជារាមួយព្យាធិភ័យភ័យព្រោះព្យាធិមួយមរណភ័យភ័យព្រោះមរណៈមួយជារាគឺការចាស់ក្រមគ្រាហើយព្យាធិក៏ការឈឺមានជំងឺមរណៈគឺសេចក្តីស្លាប់ពពួកសត្វលោកដែលត្រូវចរិយាដែលត្រូវព្យាធិដែលត្រូវមរណៈគ្រប់សង្កត់ហើយរមែងដល់នៅភ័យអ្វីទៅជាភ័យគឺការតក់ស្លុតនៃចិត្តការភ័យញ័រចំពប់នៃចិត្តនេះឯងគឺជាភ័យណាមនាភិក្ខុទាំងឡាយមេដាមិនបានឃើញបុត្រដែលកំពុងចរិយាយ៉ាងនេះថាអាត្មាអញចាស់សូមកុំឲ្យបុត្រអាត្មាអញចាស់ឡើយចំណែកខាងបុត្រក៏មិនបានឃើញមេដាដែលកំពុងចាស់យ៉ាងនេះថាអាត្មាអញសូមកុំឲ្យមេដារបស់អញចាស់ឡើយអញ្ចឹងក៏ពុទ្ធបរិស័ទយើងក៏ជ្រាបបានហើយនៃត្រង់ទេណាព្រោះទឹកចិត្តជាម្ដាយដែលស្រឡាញ់កូនណាពេលដែលខ្លួនឯងមានវ័យចរិយាក្រមគ្រាទៅក៏អាស្ដីទុកដែលកើតអំពីចាស់ហ្នឹងវាច្រើនម្លោះហើយក៏មិនចង់ឲ្យកូននេះចាស់ដូចខ្លួនក៏ជាភ័យមួយដែរព្រោះมันបានតាមការចង់ឬក៏มันបានដូចការចង់ក៏ជាភ័យនេះទៅជាភ័យពិតដែលសត្វទាំងឡាយគួរដឹងគួរចេះមនាភិក្ខុទាំងឡាយមេដាមិនបានឃើញបុត្រដែលកំពុងមានព្យាធិយ៉ាងនេះថាអាត្មាអញមានព្យាធិសូមកុំឲ្យបុត្ររបស់អាត្មាអញមានព្យាធិឡើយចំណែកខាងបុត្រមិនបានឃើញមេដាដែលកំពុងមានព្យាធិយ៉ាងនេះថាអាត្មាអញមានព្យាធិសូមកុំឲ្យមេដារបស់អាត្មាអញមានព្យាធិឡើយការមានជំងឺឈឺក៏ដូចគ្នាដែរណាមនាលភិក្ខុទាំងឡាយមេដាមិនបានឃើញបុត្រដែលស្លាប់យ៉ាងនេះថាអាត្មាអញរមែងស្លាប់សូមកុំឲ្យបុត្ររបស់អាត្មាអញស្លាប់ឡើយចំណែកខាងបុត្រក៏មិនបានឃើញមេដាដែលស្លាប់យ៉ាងនេះថាអាត្មាអញរមែងតែស្លាប់សូមកុំឲ្យមេដារបស់អាត្មាអញស្លាប់ឡើយមនាលភិក្ខុទាំងឡាយអមេតាបតកៈភ័យមាន3យ៉ាងនេះឯងណាពុទ្ធបរិស័ទយើងក៏បានជ្រាបតើតើរឿងសេចក្តីស្លាប់នេះគឺជាទុក្ខជាមហាទុក្ខរបស់ពួកសត្វហ្នឹងទៅទៀតណាចឹងភ័យធំដែលយើងគួរខ្លាចគួរភ័យហ្នឹងគឺមិនមែនការប្រត់ប្រាស់គ្នាហ្នឹងទេព្រោះការប្រត់ប្រាស់ក៏អាចគង់ជួបគ្នាវិញបានឲ្យតែយើងនៅតែស្វែងរកក៏ប៉ុន្តែកាលណាប្រសិនបើសត្វលោកដែលត្រូវចរិយាគឺការចាស់ក្រមគ្រាគ្រប់សង្កត់ហើយឬក៏ត្រូវព្យាធិជំងឺឈឺគ្រប់សង្កត់ហើយឬក៏ត្រូវមរណៈពោលគឺសេចក្តីស្លាប់គ្រប់សង្កត់ហើយឈ្មោះថាជាភ័យជាទុក្ខរហូតទៅជាមហាភ័យទៅជាមហាទុក្ខនឹងទៅទៀតហេតុអីព្រោះมันអាចកែប្រែនៅការចាស់កុំឲ្យចាស់มันអាចកែប្រែនៅការឈឺកុំឲ្យឈឺมันអាចកែប្រែនៅការស្លាប់កុំឲ្យស្លាប់បានទេដូចឧបមាថាម្ដាយដែលមានកូនជឿថាកូននៅក្នុងផ្ទៃក៏មួយយ៉ាងឬក៏កូនបានប្រសូតចេញពីផ្ទៃហើយក៏មួយយ៉ាងទឹកចិត្តជាម្ដាយចង់ឲ្យកូនយ៉ាងម៉េចដែរចង់ឲ្យកូនបានសុខកើតមកក៏មានសេរីសួស្តីបានឃើញពន្លឺថ្ងៃរស់នៅជានីដូចមនុស្សទូទៅឬក៏ថាបានរស់នៅហើយប្រសូតចេញមកហើយក៏សូមឲ្យថាកូននៅឆ្លាតកូននៅបកែសុខភាពល្អមាំមួនហើយក៏មិនទាមទារអ្វីដែលជាតម្រូវការចេញអំពីកូនទេសូមត្រឹមថាឲ្យតែកូនបានសុខក៏ប៉ុណ្ណេះក៏សប្បាយចិត្តហើយណាក្តីរំពឹងមួយចឹងទៅមួយទៀតក៏ដឹករំពឹងដែរថាអនាគតតទៅក៏ពេលដែលខ្លួនចាស់ក៏គង់បានកូនចៅនឹងឯងជាអ្នកចិញ្ចឹមបីបាច់ថែរក្សាតបស្នងដឹងគុណវិញហ្នឹងក៏មានមួយដែរណាតែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់តាសម្ដែងបន្ថែមពីលើការដែលចង់កូនបានសុខគឺឪពុកម្ដាយក៏តែរំពឹងថាពេលដែលខ្លួនចាស់ទៅកូនក៏នឹងចិញ្ចឹមបីបាច់ថែរក្សា
ก็ปันได้ต่างออกนี้ก็จะตัวนาทีระบบโกนปรสไรแต่เราแจกของได้หายตัวนาทีระบบเมียดาใบดาก็ประปเตอตามแต่ตัวนาทีระบบเมียดาจังตึงนะช่วยตามกำลังสมรรถเพียบหากก็จะตีปรักษาระบบโกนปรสไรปลัวมันนายเอากดเตอตกจัดเนี่ยน่าจะเจียงได้โคลนนั้นคือเจียวปมบันไดระบบกอดเตะตรการปรักษาประเภทสาไอ้ยันนะก็ปกติได้จะตีตกจัดเราสำคัญบ่มพอดสำหรับกอดนั้นคือเอาปมบันไดนั่นไงเปคลาถ้าได้กูจีวัดไทยก็มันโดยเอาปมบันไดได้นะในกองเมียนการลำเอียงแต่สำหรับปมบันไดนี่คือเอาเมียนการลำเอียงเตะนะปลัวกิดต่างๆปีการดามันตอนการคือในนองไตระโหดประกาศมาขายยังพิจารณาเมื่อขอบยังจำใบทารสาเจ้าโกนกระอมเมนเจ้าโกนนั้นลำบากเต้ายาเมนคืออดมีกำลังนั้นนองตักจัดระบบปมได้แต่เราหายแต่ปฏิปรักษาเราสำคัญอันนั้นก็ตัวนาทีระบบเบียดาต่ตามนั้นของได้ให้บานพระสัมมาสัมพุทธก็ประองตรงตรัสสำได้บรรโตจำปูเมะในประเดี๋ยวปฏิราชิกาปรติบาลประปตดำไปรำลดในไพ่ต่างออกนี่คือไพ่ดากาใจยำปีกาจ้าไพ่ดากาใจยำปีกาชื่อนังไพ่ดากาใจยำปีกาสลัมถามันเนรปีโคต่างลายแม่ตาโดยมาได้ประเดี๋ยวปฏิตาโดยมาได้เราไม่ประปตดำไปและบ้องกันลองบ้องในสะเมียตามบทกะไพ่แต่งใบยางดิบานพ้องในอะเมียตาปตกะภัยแต่งใบนี่บานพองแม่ได้ประกอบได้องประใบดอประสานที่อายคือสมาตเถมวยสมาสังกปะมวยสมาวิจามวยสมากรรมันตะมวยสมาอาจีเวะมวยสมาวิยเมะมวยสมาสเตมวยสมาสมาธิมวยมันเนปิโกต่างลายนี่อายฮาวทาแม่นี่ฮาวทาประเดปตีปรอพระเตอร์ดำใบและบ้องดำใบกันลองบ้องในสะเมียตาปตกะภัยแต่งใบยางในพ้องในอะเมียตาปตกะภัยแต่งใบยางในพ้องสุมานุโมตันเดนะคือแม่เมียดองพรำใบก็สมาตเถคือการโยนเคยตรึงให้สมาสังกัปปะคือการตระติตรึงสมาวิจาก็สัมไตตรึสมากรรมันตะก็การเงียตรึสมาอาชีวะจินจำชีวิตตรึสมาวิยมะเสด็จชีเยียมตรึสมาสติระลึกตรึหายสมาสมาธิคือการดำกอจัดตรึนะคือจะทอและตรึปรติบัติประปตดำใบกำจับบ้องเลยภัยต่างใบดิได้ตายแต่ครบสังกัดได้ประปุษาต่างหลายขนมพบตัวดังพบถมหายรอจีดจะภัยได้เยอะมันอากายปลายบานจะให้ได้เยิงจูบประสบให้มันอายเตอประกายเตาบานเรแรงต่อต่างบานก็แล้วนกน้องจัดกงไปช้างกงจะบังโดยปัญญาบานแต่เรื่องกาจ้ากาชื่อกาสลับนี่คือมันอายยกไอ้มอจะบังจะมวยบานเตคือเมียนแต่การรำลดขั้นเตอมันเมียนเนื้อเชียรีฟเชียทิพย์ในมารณะให้การดำรดขันคือเมียนในทางมันเมียนในประเดสันติมันเมียนในกำนัดการดักน้องพบนาในมวยการได้มันเมียนขันประกอบด้วยนะเตอชโมทายจะการดำรดมันเมียนซาซาเนื้อเชียรีฟเชียที่ให้นังมารณะการประเดบัตดักน้องแม่หรือก็ประเดปฏิได้เป็นองประใบในไอประปตาดำใบบ้านเราพ่อเราประสาคือตกขานิโรธโปลคือเป็นนาเปียนปลูกการออกเตอร์ไหนตกขาสมุติเยอะคือตอนนาฮาปลูกการออกเตอร์ในตอนนาฮาได้จะหาในสิ่งใดตกนู้ก็รำลดตกได้รำลดโดยใช่ไหมเตอร์สมุทาตกขานิโรธคือเป็นนาเปียนรำลดตกปลูกการและเนื้อหาดนอมาการเลยในสิ่งใดตกคือตอนนาฮานี่ก็จิตทอดกูปฏิบัติดำไปจันจ่าอัมปีไพ่ต่างออกนี่ให้เอาไว้หลายเซนเตี้ยก็จะดอสไลตามแบบมาโชบายแบบการจะดังตาม
វិជាដែលយើងបានសិក្សារៀនសូត្រចឹងទៅក៏ប៉ុន្តែរឿងការចាស់ការឈឺការស្លាប់នេះយើងមិនអាចយកវិជានៅក្នុងโลกនេះមកដោះស្រាយបានទេណោះត្រូវតែយកធម្មវិជាគឺវិជានៅក្នុងធម៌យកមកដោះស្រាយទៅបានអាចផុតអំពីសេចក្តីទុក្ខទាំងអស់នេះបានទុក្ខកើតចេញអំពីបំណុលទុក្ខកើតចេញអំពីការដែលមិនមានទ្រព្យប្រើប្រាស់ជាដើមអាហ្នឹងក៏យើងប្រើប្រាស់នៅវិជានៅក្នុងโลกនេះដើម្បីដោះស្រាយទៅក៏ប៉ុន្តែប្រសិនបើទុក្ខកើតចេញអំពីជារៀបជាធាតុនៅមរណៈគឺយើងមិនអាចយកវិជានៅក្នុងโลกនេះមកដោះស្រាយបានទេត្រូវតែយកនៅវិជាដែលប្រព្រឹត្តទៅនៅក្នុងធម៌គឺការសិក្សារៀនសូត្រស្ដាប់ប្រព្រឹត្តទៅដើម្បីការចម្រើនឡើងនៅសតិនិងបញ្ញាក្នុងការដោះស្រាយនៅសេចក្តីទុក្ខប្រចាំជីវិតហើយមិនមែនមួយជាតិទេគឺរាល់ជាតិដែលមាននៅក្នុងវដ្តសង្សារនេះគឺស្ដាប់អំពីខណ្ឌហ្នឹងស្ដាប់អំពីអាយតនៈស្ដាប់អំពីធាតុព្រោះកាលណាប្រសិនបើយើងស្គាល់ខណ្ឌតើបើយើងអាចលះខណ្ឌបានហើយកាលណាប្រសិនបើយើងស្ដាប់អំពីអាយតនៈយើងនឹងស្គាល់អាយតនៈហើយបើស្គាល់អាយតនៈនឹងលះអាយតនៈបានបើយើងស្ដាប់អំពីធាតុយើងនឹងស្គាល់ធាតុហើយបើស្គាល់ធាតុយើងនឹងលះធាតុបានយើងត្រូវស្ដាប់អំពីអកុសលធម៌មានលោភៈមូលចិត្តមានទោសៈមូលចិត្តនិងមោហៈមូលចិត្តកាលណាប្រសិនបើយើងបានស្ដាប់អំពីអកុសលធម៌ដូច្នេះយើងនឹងស្គាល់អកុសលធម៌ហើយបើយើងស្គាល់អកុសលធម៌យើងនឹងលះបង់នៅអកុសលធម៌បានហើយការសមុឆេទលះនៅអកុសលធម៌នេះឯងគឺជាហេតុនៃសេចក្តីសុខគ្រប់យ៉ាងណាសពតុក្ខាប្រមញ្ញចតិណាគឺបានរួចផុតអំពីសេចក្តីទុក្ខគ្រប់យ៉ាងក៏បាននៅសេចក្តីសុខគ្រប់យ៉ាងហ្នឹងឯងហ្នឹងក៏ចូលរួមដើម្បីបានសេចក្តីចេះថ្លាប្រកេនដល់កណ្ណាគុណចាស់ពុទ្ធបរិស័ទនៅក្នុងភិយសូត្រនេះនោះសូមអនុមោទនា